ឆ្លើយតបជាមួយនឹងសំណួរដែលបងម្នាក់គាត់បានសួរតាមឆាតតាក់ទងនឹងការលាយប្រអកដើមចេកតើប្រអកដើមចេកយើងធ្វើយ៉ាងម៉េចអញ្ចឹងការលាយវត្ថុធាតុបញ្ចូលគ្នាដើម្បីធ្វើជាប្រអកដើមចេកដែលអាចរក្សាទុកបានល្អយកទៅឲ្យជ្រូកស៊ីអញ្ចឹងបងប្អូនត្រូវមាន3វត្ថុធាតុសំខាន់ទី1នេះគឺដើមចេកតែម្ដងហើយទី2គឺអំបិលបាទហើយទី3នេះគឺស្ករល្ងូអញ្ចឹងបងប្អូនត្រូវតែហាន់ដើមចេកឲ្យតូចល្អក្នុងទម្ងន់100គីឡូក្រាមហើយបងប្អូនដាក់អំបិលចំនួនកន្លះគីឡូក្រាមហើយនឹងស្ករល្ងូចំនួន4គីឡូហើយការធ្វើនេះរូបមន្តនេះវាអាចនឹងខុសគ្នាជាមួយនឹងបងប្អូនធ្វើបែបផ្សេងតែខ្ញុំធ្វើបែបនេះសម្រាប់ឲ្យជ្រូករបស់ខ្ញុំឃើញថាល្អមែនទេបងប្អូនអញ្ចឹងបងប្អូនទុករយៈពេល1សប្តាហ៍បងប្អូនអាចបើកយំឲ្យជ្រូកស៊ីបានតែម្ដងអញ្ចឹងការធ្វើដូចក្នុងវីដេអូដែលបងប្អូនបានបង្ហាញនេះគឺយើងច្បល់ឲ្យសព្វតែម្ដងច្បល់ឲ្យសព្វហើយយើងយកទៅទុកនៅក្នុងធុងហើយយើងប្រហាប់វាឲ្យហាប់ណែនល្អបន្ទាប់មកបងប្អូនគ្របចិត្តកុំឲ្យខ្យល់ចូលតែប៉ុណ្្នឹងទៅបានហើយមួយអាទិត្យក្រោយមកបងប្អូនបើកវាបងប្អូនយកទៅលាយជាមួយនឹងវត្ថុធាតុផ្សេងទៀតដើម្បីយកឲ្យជ្រូកស៊ីដូចជាកាកសំណល់ផ្ទះបាយបន្លែឬក៏កន្ទក់ហ្នឹងយកទៅឲ្យជ្រូកកណ្ដុរយើងស៊ីអញ្ចឹងជ្រូករបស់យើងនឹងទទួលបានចំណីដែលមានគុណភាពល្អបងប្អូនហើយបងប្អូនចង់ដឹងបងប្អូនអាចសាកបានគឺខ្ញុំពិសោធន៍រួចហើយបងប្អូនគឺល្អហើយមករហូតមកដល់បច្ចុប្បន្ននេះគឺជ្រូកខ្ញុំស៊ីបែបហ្នឹងជ្រូកខ្ញុំស៊ីប្រអកដើមចេកបែបហ្នឹងហើយបុគ្គលិកធ្វើជាបន្តទៀតផងដែរគាត់ថារវល់មិនសូវជាបានធ្វើវីដេអូច្រើនចែកជូនបងប្អូនទស្សនាអញ្ចឹងបងប្អូនអាចសាកបានទាំងអស់គ្នាបាទអរគុណ